នៅពេលដែលសមត្ថភាពខួរក្បាលរបស់នាងកើនឡើងកាន់តែខ្លាំង Lucy ចាប់ផ្ដើមយល់ដឹងអំពីពេលវេលានិងព័ត៌មានជុំវិញខ្លួនដូចមនុស្សមិនធម្មតានាងធ្វើដំណើរទៅកាន់ទីក្រុងមួយនៅអាស៊ីដើម្បីស្វែងរកអ្នកវិទ្យាសាស្ត្រដែលធ្លាប់សិក្សាអំពីសមត្ថភាពខួរក្បាលមនុស្សអស់ជាច្រើនឆ្នាំខណៈពេលនោះសាស្ត្រាចារ្យអាចារ្យម្នាក់កំពុងរស់នៅក្នុងភាពស្ងប់ស្ងាត់ដោយមិនដឹងថាអ្វីដែលគាត់ធ្លាប់ស្រាវជ្រាវកំពុងក្លាយជាការពិតការហៅទូរស័ព្ទមួយភ្លាមបានធ្វើឲ្យគាត់មានអារម្មណ៍ភ្ញាក់ផ្អើលព្រោះសំឡេងនៅខាងម្ខាងទៀតដឹងអ្វីច្រើនជាងមនុស្សធម្មតា Lucy ពន្យល់ថាខួរក្បាលរបស់នាងកំពុងបើកដំណើរការលើសដែនកំណត់ហើយនាងអាចមើលឃើញព័ត៌មានទាំងអស់ដូចជាបណ្ដាញដ៏ធំមួយសាស្ត្រាចារ្យចាប់ផ្ដើមយល់ថានារីម្នាក់នេះមិនមែនគ្រាន់តែឆ្លាតទេប៉ុន្តែនាងកំពុងឈានទៅរកកម្រិតដែលមនុស្សមិនធ្លាប់ទៅដល់ Lucy ប្រាប់ថាពេលវេលារបស់នាងនៅសល់មិនច្រើនទេព្រោះរាងកាយមនុស្សធម្មតាមិនអាចទ្រាំទ្រថាមពលដ៏ធំនេះបានយូរតាមរយៈអេក្រង់ទូរទស្សន៍នាងបង្ហាញខ្លួនដល់សាស្ត្រាចារ្យដោយទឹកមុខស្ងប់ស្ងាត់ប៉ុន្តែពោរពេញដោយអំណាចដ៏គួរឲ្យខ្លាចនាងចាប់ផ្ដើមប្រមូលទិន្នន័យនិងឯកសារសំខាន់ពីប្រព័ន្ធជុំវិញពិភពលោកដោយប្រើសមត្ថភាពដែលលើសពីបច្ចេកវិទ្យាធម្មតាគ្រប់ព័ត៌មានដែលមនុស្សលាក់បាំងត្រូវបាននាងចូលដំណើរការក្នុងរយៈពេលត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះសាស្ត្រាចារ្យដឹងភ្លាមថាមនុស្សជំនាន់ថ្មីដែលគាត់ធ្លាប់និយាយក្នុងទ្រឹស្ដីកំពុងឈរនៅចំពោះមុខគាត់ពិតប្រាកដខណៈពេលកម្លាំងរបស់ Lucy កើនឡើងជាបន្តបន្ទាប់នាងក៏ចាប់ផ្ដើមបាត់បង់អារម្មណ៍និងភាពជាមនុស្សបន្តិចម្ដងផងដែរនាងដឹងថាមុនពេលអ្វីផុតការគ្រប់គ្រងនាងត្រូវបញ្ជូនចំណេះដឹងទាំងអស់នេះទៅកាន់មនុស្សជាតិឲ្យបានទាន់ពេលនៅពេលការសន្និចប់សាស្ត្រាចារ្យនៅតែស្ងៀមស្ងាត់ព្រោះគាត់ទើបតែបានជួបអ្វីមួយដែលអាចផ្លាស់ប្ដូរប្រវត្តិសាស្ត្រមនុស្សទាំងមូលហើយចាប់ពីពេលនេះទៅអ្វីដែល Lucy នឹងធ្វើមិនមែនសម្រាប់ខ្លួននាងទៀតទេប៉ុន្តែសម្រាប់អនាគតរបស់មនុស្សលោកទាំងមូលក្រោយពីរួចផុតពីស្ថានភាពដ៏គ្រោះថ្នាក់ Lucy ត្រូវបាននាំមកកាន់អាកាសយានដ្ឋានក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងមនុស្សជុំវិញនាងហាក់ដូចជាមិនដឹងថានៅក្នុងខ្លួនរបស់នាងកំពុងកើតមានអ្វីមួយដែលមិនធម្មតាខណៈពេលមនុស្សរាប់សិបនាក់កំពុងធ្វើដំណើរឆ្លងកាត់គ្នា Lucy វិញមានអារម្មណ៍ថាការយល់ដឹងរបស់នាងកំពុងប្រែប្រួលយ៉ាងលឿនហើយខួរក្បាលរបស់នាងកំពុងដំណើរការលើសពីមនុស្សធម្មតាមនុស្សម្នាក់បានចូលមកជិតនាងដើម្បីនាំនាងបន្តដំណើរប៉ុន្តែសម្រាប់ Lucy អ្វីនៅជុំវិញដូចជាកំពុងដំណើរការយឺតជាងមុនហើយនាងចាប់ផ្ដើមសង្កេតឃើញព័ត៌មានតូចគ្រប់យ៉ាងនៅក្នុងយន្តហោះ Lucy អង្គុយស្ងៀមប៉ុន្តែអារម្មណ៍របស់នាងកាន់តែចម្លែកថាមពលមួយកំពុងរីកសាយនៅក្នុងរាងកាយនិងធ្វើឲ្យការគិតរបស់នាងកាន់តែខ្លាំងឡើងនាងអាចមានអារម្មណ៍ដល់ចលនារបស់មនុស្សជុំវិញសូម្បីតែសំឡេងតូចបំផុតក៏ចូលមកក្នុងការយល់ដឹងរបស់នាងដែរអ្វីដែលកំពុងកើតឡើងគឺលើសពីការគ្រប់គ្រងរបស់មនុស្សធម្មតាមិនយូរប៉ុន្មានស្ថានភាពក្នុងខ្លួននាងចាប់ផ្ដើមកាន់តែធ្ងន់ធ្ងរ Lucy មានអារម្មណ៍ថារាងកាយរបស់នាងកំពុងបាត់បង់ការគ្រប់គ្រងខណៈសារធាតុអាថ៌កំបាំងនោះបន្តសាយភាយក្រុមបម្រើលើយន្តហោះចាប់ផ្ដើមសង្កេតឃើញថានាងមិនស្ថិតក្នុងសភាពធម្មតាទេប៉ុន្តែ Lucy ដឹងច្បាស់ថាវាមិនមែនជាជំងឺធម្មតាឡើយក្រោយពេលយន្តហោះចុះចតនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមស្ថានភាពរបស់នាងកាន់តែអាក្រក់ប៉ុន្តែភ្នែករបស់នាងវិញបង្ហាញថាខួរក្បាលកំពុងដំណើរការខ្លាំងជាងមុននៅក្នុងបន្ទប់ពេទ្យ Lucy ចាប់ផ្ដើមយល់ថាសមត្ថភាពថ្មីនេះកំពុងផ្លាស់ប្ដូរនាងទាំងស្រុងនាងអាចវិភាគនិងយល់អ្វីបានលឿនជាងមុនរាប់សិបដងទោះបីរាងកាយរបស់នាងកំពុងទទួលរងសម្ពាធយ៉ាងខ្លាំងក៏ខួរក្បាលរបស់នាងវិញកាន់តែភ្ញាក់ឡើង Lucy ចាប់ផ្ដើមដឹងថានាងកំពុងឈានចូលទៅក្នុងកម្រិតដែលមនុស្សមិនធ្លាប់ឈានដល់មនុស្សជុំវិញមិនអាចយល់ពីអ្វីដែលកំពុងកើតឡើងចំពោះនាងបានទេប៉ុន្តែ Lucy វិញមានអារម្មណ៍ថាពេលវេលានិងពិភពលោកទាំងមូលកំពុងផ្លាស់ប្ដូរនៅចំពោះមុខនាងនៅពេលនោះនាងបានដឹងថាអំណាចថ្មីនេះមិនត្រឹមតែអាចជួយនាងរស់រានមានជីវិតប៉ុណ្ណោះទេប៉ុន្តែវាក៏អាចធ្វើឲ្យនាងក្លាយជាមនុស្សដែលលើសពីព្រំដែនមនុស្សធម្មតាផងដែរខណៈពេលដែលថាមពលខួរក្បាលរបស់នាងកើនឡើងហួសពីការស្មាន Lucy បានចាប់ផ្ដើមគ្រប់គ្រងអ្វីគ្រប់យ៉ាងនាងបានបញ្ជាឲ្យមន្ត្រីប៉ូលីស Gervais បើកបរឆ្លងកាត់ទីក្រុងប៉ារីសក្នុងល្បឿនយ៉ាងលឿនបំផុតសម្រាប់ Lucy ពេលវេលាមិនមែនជាឧបសគ្គទៀតទេនាងអាចមើលឃើញរលកសញ្ញានិងបណ្ដាញជុំវិញខ្លួនរថយន្តបានបើកកាត់ផ្លូវដ៏មីញឹកដោយមិនខ្វល់ពីគ្រោះថ្នាក់ខណៈដែលគោលដៅរបស់នាងគឺមន្ទីរពេទ្យនៅខាងក្នុងមន្ទីរពេទ្យ Valdegers ក្រុមអ្នកលេងកូរ៉េកំពុងរង់ចាំកម្ចាត់នាងប៉ុន្តែពួកគេមិនបានដឹងថាពួកគេកំពុងប្រឈមមុខនឹងអ្វីដែលលើសពីមនុស្សធម្មតានោះទេនៅពេលនាងដើរចូលទៅក្នុងច្រករបៀងនាងមិនចាំបាច់ប្រើអាវុធឡើយដោយគ្រាន់តែប្រើកម្លាំងចិត្តនាងបានធ្វើឲ្យសត្រូវដួលសន្លប់ម្ដងម្នាក់ដូចជាការបញ្ជាលើអាកាសសូម្បីតែកម្លាំងទំនាញដីក៏លែងមានឥទ្ធិពលលើសត្រូវដែលនៅចំពោះមុខនាងដែរនាងដើរកាត់សាកសពនឹងការប្រយុទ្ធដោយភាពស្ងប់ស្ងាត់បំផុតព្រោះនាងដឹងពីលទ្ធផលជាមុន
គោលដៅចុងក្រោយគឺការយកមកវិញនូវសារធាតុសេះ4ដែលនៅសេសសល់ក្នុងខ្លួនបុរសទាំងនោះភាពភ័យខ្លាចបានគ្របដណ្ដប់លើក្រុមបងធំខណៈដែលពួកគេឃើញកូនចៅរបស់ខ្លួនហោះឡើងលើអាកាសលូស៊ីបានប្រើសមត្ថភាពបញ្ជាធាតុវិទ្យុដើម្បីតាក់ទងទៅកាន់សាស្ត្រាចារ្យ Norman នាងកំពុងវិវត្តខ្លួនទៅជាអង្គចងចាំនៃចំណេះដឹងទាំងឡាយរបស់មនុស្សជាតិគ្មានអ្វីអាចបញ្ឈប់ដំណើរការនេះបានទេសូម្បីតែគ្រាប់កាំភ្លើងឬការគំរាមកំហែងណាមួយក្នុងរយៈពេលដ៏ខ្លីនាងនឹងឈានដល់កម្រិត 100% ដែលជាចំណុចកំពូលនៃជីវិតនាងបានទាញយកទិន្នន័យពីគ្រប់ទីកន្លែងខណៈដែលមន្ត្រី Del Rio បានត្រឹមតែឈរមើលដោយភាពតក់ស្លុតពិភពលោកដែលយើងស្គាល់កំពុងតែផ្លាស់ប្ដូរជារៀងរហូតតាមរយៈការវិវត្តរបស់ Lucy នាងលែងជានារីដែលទន់ខ្សោយទៀតហើយនាងគឺជាចំណេះដឹងសុទ្ធសាធសាស្ត្រាចារ្យ Norman កំពុងស្ថិតក្នុងភាពតានតឹងខណៈពេលដែល Leslie ចាប់ផ្ដើមគ្រប់គ្រងសមត្ថភាពខួរក្បាលរបស់នាងនៅខាងក្រៅសាកលវិទ្យាល័យក្រុមម៉ាហ្វីយ៉ារបស់លោក Jane បានមកដល់រៀបចំផែនការដើម្បីកម្ចាត់ Leslie ដោយផ្ទាល់ដៃអាវុធធុនធ្ងន់ត្រូវបានដកចេញពីគូទឡានពួកខ្មាន់កាំភ្លើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយឆ្មក់ដ៏ធំមួយ Leslie បង្ហាញពីសមត្ថភាពមិនគួរឲ្យជឿនាងអាចមើលឃើញរលកសញ្ញាអេឡិចត្រូនិកនិងទិន្នន័យដែលហោះហើរក្នុងអាកាសខណៈពេលដែលនាងអង្គុយយ៉ាងស្ងៀមស្ងាត់ក្នុងបន្ទប់ពិសោធន៍សមត្ថភាពខួរក្បាលរបស់នាងបានហក់ឡើងដល់កម្រិតដែលមនុស្សមិនអាចស្មានដល់លោក Jane ដឹកនាំក្រុមរបស់ខ្លួនចូលទៅក្នុងអគារដោយបញ្ជាឲ្យកូនចៅរបស់គាត់ឆែកឆេរគ្រប់ច្រកល្ហកដើម្បីរកនាងឲ្យឃើញភាពវឹកវរបានចាប់ផ្ដើមកងកម្លាំងប៉ូលីសព្យាយាមទប់ទល់ប៉ុន្តែត្រូវបានកម្ចាត់ដោយក្រុមខ្មាន់កាំភ្លើងដែលមានអាវុធទំនើបនៅក្នុងបន្ទប់ Leslie កំពុងទទួលការចាក់បញ្ចូលសារធាតុសេះ4បន្ថែមដើម្បីឈានទៅដល់កម្រិត 100ការបាញ់ប្រហារគ្នាយ៉ាងសាហាវបានផ្ទុះឡើងតាមច្រកឌីងគ្រាប់កាំភ្លើងហោះកាត់គ្នាឥតឈប់ឈរបង្កើតបានជាសមរភូមិក្នុងអគារសិក្សាភ្នែករបស់ Leslie ប្រែពណ៌យ៉ាងចម្លែកនាងលែងជានិស្សិតធម្មតាទៀតហើយប៉ុន្តែជាអង្គចងចាំដ៏មានឥទ្ធិពលបំផុតក្នុងលោករាងកាយរបស់នាងចាប់ផ្ដើមបញ្ចេញសារធាតុខ្មៅចម្លែកដែលប្រែប្រួលទៅជាទម្រង់ផ្សេងដើម្បីបង្កើតជាកុំព្យូទ័រជំនាន់ថ្មីសារធាតុទាំងនោះរាលដាលពីពេញបន្ទប់ស្រូបយកបច្ចេកវិទ្យាជុំវិញខ្លួនដើម្បីផ្ទុកនូវចំណេះដឹងដែលនាងបានរកឃើញលោក Jane បានរងរបួសប៉ុន្តែការចងគំនុំរបស់គាត់នៅតែបន្តខណៈដែល Leslie ជិតដល់ចំណុចកំពូលនៃការវិវត្តពិភពលោកទាំងមូលហៀបនឹងផ្លាស់ប្ដូរខណៈពេលដែលពេលវេលានិងលំហចាប់ផ្ដើមរលាយចូលគ្នាជុំវិញខ្លួននាងនៅខណៈពេលដែលសង្គ្រាមកណ្ដាលទីក្រុងប៉ារីសកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ Lucy បានឈានចូលដល់ដំណាក់កាលចុងក្រោយនៃការវិវត្តរបស់មនុស្សជាតិរាងកាយរបស់នាងលែងសមត្ថភាពខួរក្បាលការឡើងតែវាបានប្រែក្លាយទៅជាជុំវិញនាងចាប់ផ្ដើមរំញ័រនិងរលាយចូលទៅគ្មានដែនកំណត់នៃពេលវេលានាងលែងមើលឃើញពិភពលោកតាមរយៈភ្នែកធម្មតាប៉ុន្តែនាងមើលឃើញតាមរយៈរលកសញ្ញានិងប្រព័ន្ធអាតូមដែលបង្កើតជារូបធាតុ Lucy ធ្វើដំណើរត្រឡប់ក្រោយកាត់តាមប្រវត្តិសាស្ត្រមើលឃើញការកើតនៃទីក្រុងញូវយ៉កការប្រែប្រួលនៃធម្មជាតិនិងយុគសម័យទឹកកកនាងបានទៅដល់ចំណុចចាប់ផ្ដើមនៃមនុស្សជាតិជាកន្លែងដែលនាងបានជួបនឹង Lucy ដំបូងបង្អស់ដែលជាសត្វពានរដែលចាប់ផ្ដើមប្រើប្រាស់ខួរក្បាលការប៉ះគ្នានៃម្រាមដៃរបស់ពួកគេគឺជាការភ្ជាប់រវាងការចាប់ផ្ដើមនៃជីវិតនិងចំណុចកំពូលនៃចំណេះដឹងដែលមនុស្សលោកមិនដែលស្មានដល់ក្នុងពេលជាមួយគ្នានោះនៅក្នុងបន្ទប់ពិសោធន៍លោកសាស្ត្រាចារ្យ Norman កំពុងសង្កេតមើលដោយក្តីរន្ធត់និងការស្ងើចសរសើរចំពោះអ្វីដែលកំពុងកើតឡើងខ្មាំងសត្រូវកំពុងសម្រុកចូលមកប៉ុន្តែពេលវេលាសម្រាប់ពួកគេបានឈប់ឈរនៅចំពោះមុខអំណាចដ៏មហិមារបស់ស្ត្រីម្នាក់នេះនៅវិនាទីដែលតួលេខបង្ហាញថា99រួចឈានដល់100រាងកាយរបស់ Lucy បានផ្ទុះឡើងនិងរលាយចូលទៅក្នុងលំហអាកាសនាងលែងមានរូបរាងជាមនុស្សតែនាងបានក្លាយជាផ្នែកមួយនៃអ្វីគ្រប់យ៉ាងចាប់ពីភាគល្អិតតូចបំផុតរហូតដល់កាឡាក់ស៊ីដ៏ធំល្វឹងល្វើយអ្វីដែលនៅសេសសល់សម្រាប់មនុស្សជាតិគឺចំណេះដឹងដែលត្រូវបានបញ្ចូលទៅក្នុងឧបករណ៍ផ្ទុកទិន្នន័យខ្មៅងឹតដែលផ្ទុកនៅអាថ៌កំបាំងនៃចក្រវាឡសារមួយបានលេចឡើងនៅលើអេក្រង់ទូរស័ព្ទរបស់ប៉ូលីសដែលជាចម្លើយចំពោះសំណួរថាតើនាងនៅណា
ខ្ញុំនៅគ្រប់ទីកន្លែងនេះគឺជាការបញ្ចប់នៃរូបរាងកាយប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃអត្ថិភាពដែលគ្មានទីបញ្ចប់